បានសូមបញ្យល់អំពីសត្វត្រីហៈសត្វទាំង12សត្វត្រីហៈទៀតមាសក្រុមសត្វត្រីហៈជាសត្វរស់នៅជាមួយគ្នាបានស្រឡាញ់គ្នាហើយសត្វទាំង3ការសហការគ្នានិងអាចសង្គ្រោះគ្នាបានក្រុមសត្វត្រីហៈទៀតមាសមានសត្វធ្វើដំណើរមួយម្សាញ់សត្វស្នេហ៍មួយរកានិងសត្វដីឃ្លាំងមួយឆ្លូវហ្នឹងគឺដីឃ្លាំងមាសតាមឧទាហរណ៍ទី1ជីវិតគូរវាងបុរសនិងស្ត្រីហើយថ្លឹងធាតុរួចហើយមានន័យថាយកថ្ងៃខែឆ្នាំកំណើតនិងម៉ោងកើតអ្នកទាំងពីរមកថ្លឹងធាតុមានធាតុត្រូវការជាធាតុមាសនោះនឹងជីវិតបានល្អប្រសើរប្រសិនបើប្តីកើតនៅឆ្នាំម្សាញ់ប្រពន្ធឆ្នាំឆ្លូវកូនកើតនៅក្នុងឆ្នាំរកាឬក៏ប្តីកើតនៅក្នុងឆ្នាំឆ្លូវប្រពន្ធកើតនៅក្នុងឆ្នាំម្សាញ់កូនកើតនៅឆ្នាំរកាអញ្ចឹងសត្វទាំង3នេះហាក់បញ្ចូលគ្នាប្រែជាធាតុមាសជាធាតុដែលត្រូវការសម្រាប់គូស្វាមីភរិយាទាំងពីរនាក់នេះមានន័យថាល្អប្រសើរចំពោះឧទាហរណ៍ទី2គឺនៅក្នុងតារាងរបស់បុគ្គលមួយមានម្សាញ់មានរកាមានឆ្លូវហើយថ្លឹងធាតុរួចហើយជាមានធាតុត្រូវការជាធាតុមាសនោះជីវិតល្អប្រសើរផងដែរអញ្ចឹងចំពោះត្រីហៈធាតុមាសខ្ញុំសូមបញ្ចប់คลิปតែប៉ុណ្ណេះសូមអរគុណ